ធ្វើអ្វីក៏ដោយយើងប្រឹងធ្វើចង់ឲ្យបានល្អស្អាតតែក៏ត្រូវប្រុងប្រយ័ត្នចិត្តគំនិតក្នុងពេលបច្ចុប្បន្ននេះគិតធ្វើអាក្រក់ទៅលើអ្នកដទៃព្រោះតែអំណាចនៃលោភៈចិត្តក៏ធ្វើឲ្យខ្លួននេះចរានខ្លួនឯងឲ្យคล้ายជាបុគ្គលពីរដោយមិនដឹងខ្លួនអ្នកដទៃមើលមកយើងក្នុងផ្លូវអាក្រក់កុំបន្ទោសគេព្រោះយើងធ្វើអាក្រក់មែនល្អឬអាក្រក់មិនមែនអ្នកដទៃជ្រើសរើសឲ្យទេតែយើងជាអ្នកជ្រើសរើសយកវាព្រោះថាការជ្រើសរើសល្អក៏ល្អហើយតែបើជ្រើសរើសក្នុងភាពអាក្រក់វិញនោះយើងក៏ជាមនុស្សអាក្រក់ហើយក្នុងលោកនេះយើងមិនអាចសុំសេចក្តីល្អពីអ្នកដទៃឲ្យទេតែយើងត្រូវផ្ដើមសេចក្តីល្អដោយខ្លួនឯងគឺប្រព្រឹត្តកាយវាចាចិត្តឲ្យល្អដោយសុចរិតត្រឹមត្រូវទើបអ្នកដទៃមើលមកយើងឃើញថាយើងជាមនុស្សល្អមែនបើយើងធ្វើអំពើល្អហើយអ្នកដទៃគេថាយើងអាក្រក់នោះស្រែកទៅគេទៅចោះសំខាន់គឺយើងផ្ទាល់កុំឃើញអ្នកដទៃអាក្រក់ដោយអ្នកដទៃឃើញយើងទៅបានហើយពិតណាស់ក្នុងដំណើរជីវិតយើងនេះតែងប្រព្រឹត្តទៅឆ្ពោះទៅមុខជានិច្ចយើងអាចសម្រាប់បានក្នុងការតស៊ូខ្លះតែហាមឈប់ព្រោះគោលដៅនៃជីវិតមនុស្សម្នាក់ដើរទៅមិនចេះអស់ឡើយលោកអ្នកកើតទុកបានតែហាមបាក់ទឹកចិត្តព្រោះយើងកើតមកក្នុងលោកនេះសុទ្ធសឹងតែជាអ្នករងគ្រោះក្នុងសង្សារវដ្តទាំងអស់យើងត្រូវរៀនដកឃ្លាកុំឲ្យបរិយាកាសដ៏អាប់អួរចូលមកក្នុងឆាកជីវិតយើងឲ្យធ្ងន់ធ្ងរពេកត្រូវរៀនលះបង់ក្នុងការប្រកាន់ខឹងស្អប់ចំពោះនឹងអ្នកដទៃហើយចាប់យកនៅសេចក្តីសុខស្ងប់ក្នុងផ្លូវចិត្តឲ្យបានល្អទើបជីវិតយើងបានកើតទុកព្រោះតែផលនៃចិត្តដែលមិនប្រកាន់ខឹងស្អប់នោះយើងដឹងហើយថាអ្នកក្លាហានគឺជាអ្នកតែងសង្គ្រោះគេឲ្យផុតពីទុក្ខភ័យអ្នកដែលក្លាហានពិតប្រាកដគឺអាចបង្គាប់បញ្ជាចិត្តរបស់ខ្លួនឯងអប់រំឲ្យបានល្អត្រូវរៀនហ្វឹកហាត់ចិត្តរបស់ខ្លួនកុំឲ្យញាក់តាមខ្សែតណ្ហាចំពោះសេចក្តីប្រាថ្នាគ្រប់យ៉ាងបានមិនត្រូវឲ្យមានលោភៈចិត្តកើតសេចក្តីលោភហួសកម្រិតរហូតដល់ទៅភ្លេចក្នុងផ្លូវនៃគុណធម៌សិលធម៌ឡើយអប់រំចិត្តខ្លួនមិនឲ្យទោសចិត្តគិតក្នុងភ្លើងឲ្យកើតជាកំហឹងខឹងស្អប់ត្រូវបង្កើនចិត្តឲ្យល្អខ្លាំងជាងចិត្តអាក្រក់ត្រូវតែច្បាំងអកុសលចិត្តទាំងអស់នោះកុំឲ្យងើបឡើងទើបឈ្មោះថាអ្នកជាមនុស្សក្លាហានដ៏ពូកែលើសង្គ្រាមក្នុងផ្លូវចិត្តរបស់ខ្លួនព្រះពុទ្ធជាម្ចាស់បានទ្រង់ត្រាស់សម្ដែងថាអត្តាហិវិជតាំងសយោការឈ្នះខ្លួនឯងជាការប្រសើរកុំបន្ទោសខ្លួនឯងដែលកើតមកក្នុងភាពក្រអ្នកក្រមិនមែនជាទីសំអប់របស់អ្នកមានចិត្តល្អទេតែបែរជាទីស្អប់របស់អ្នកដែលមានចិត្តប្រកាន់ប៉ុណ្ណោះក្នុងលោកនេះមនុស្សមានចិត្តមិនដូចគ្នាទេអ្នកមានចិត្តល្អក៏នៅតែល្អអ្នកមានចិត្តអាក្រក់ក៏នៅតែអាក្រក់ព្រោះចិត្តបុណ្យចិត្តបាបនៅមិនឆ្ងាយពីគ្នាឡើយបុគ្គលមិនត្រូវមើលងាយអ្នកដែលទុនទាបជាងខ្លួនឡើយរឿងដែលតូចកុំឲ្យខ្លាចជារឿងធំអ្វីដែលជាគួរលើកលែងបានអធ្យាស្រ័យឲ្យគ្នាទៅកុំចង់ឈ្នះដើម្បីអ្វីត្រឹមតែបង្កើតជាកម្មពៀប៉ុណ្ណោះព្រោះក្នុងលោកនេះគ្មាននរណាម្នាក់កើតមកចង់ក្រលំបាកនោះទេតែបើទោះបីជាក្រឬមានសុទ្ធតែជាអ្នកប្រាថ្នាចង់បានសុខដូចគ្នាអ្នកមានក៏ចង់បានសុខអ្នកក្រក៏ចង់បានសុខដូចនេះលោកអ្នកត្រូវរស់នៅឲ្យចេះយល់ចិត្តថ្លើមនឹងអ្នកដទៃក៏ដូចជាយល់ចិត្តថ្លើមរបស់ខ្លួនឯងដែរព្រោះភាពនៃសេចក្តីសុខក្នុងពិភពលោកនេះយើងបានចែករំលែកឲ្យគ្នាទៅវិញទៅមកទើបយើងមានសន្តិភាពនៅក្នុងផ្លូវចិត្តនោះសេចក្តីសុខនឹងមានដរាបដល់អស់ជីវិត
យើងកើតមកជាកូនកំព្រាកុំបន្ទោសខ្លួនឯងថាយើងកើតមកខុសគេចាត់ទុកថាជាកម្មមិនល្អសម្រាប់យើងពីជាតិមុនចុះក្នុងលោកនេះកូនខ្លះមានឪពុកម្ដាយរស់នៅជ្រងោក៏ដោយតែខ្វះភាពកក់ក្ដៅមានសម្បុកហើយក៏នៅតែរងារស់នៅឯកោរហោឋានមិនដូចកូនដទៃដែលមានឪពុកម្ដាយស្រឡាញ់មើលថែអ្នកដែលកំព្រាទាំងឡាយកុំគិតច្រើនពេកយើងមិនត្រូវតូចចិត្តខបំណងនិងវាសនារបស់ខ្លួនឯងថាមិនល្អនោះឡើយត្រូវរស់ជាមួយនឹងការពិតមានជីវិតត្រូវតែតស៊ូកូនដែលកើតមកក្នុងលោកនេះគ្មាននរណាម្នាក់កើតមកយកចំណេះវិជ្ជាទ្រព្យសម្បត្តិមកតាមខ្លួនឡើយឲ្យចង់ឲ្យផុតអំពីសេចក្តីទុក្ខសោកនោះលុះត្រាតែលោកអ្នកត្រូវព្យាយាមប្រឹងប្រែងជំនះឧបសគ្គទាំងឡាយទើបបានជោគជ័យនោះសេចក្តីសុខនឹងកើតមានដល់អ្នកគ្រប់ពេលជីវិតដែលកើតមកមានប្រយោជន៍មិនមែនបានដោយងាយងាយទេចំពោះប្រយោជន៍ណាដែលលោកអ្នកសង្ឃឹមថាអាចបន្តដំណើរជីវិតមួយនេះឲ្យកើតជាសេចក្តីសុខនិងសេចក្តីចម្រើនគួរធ្វើប្រយោជន៍នោះឲ្យកើតឡើងចុះប្រយោជន៍ខ្លួនឯងមានហើយគួរធ្វើប្រយោជន៍អ្នកដទៃឲ្យកើតឡើងផងទើបជីវិតយ៉ាងនេះរស់នៅមិនស្អុយទាំងរស់បើគ្រាន់តែរស់នៅមិនធ្វើអ្វីសោះនោះរស់នៅតែតោលដូចជាទិញមងកណ្ដាលវាស្រែនោះក៏គ្មានន័យអ្វីដែរការរស់នៅបែបនោះគឺរស់នៅក្នុងសេចក្តីប្រមាទទ្វេប្រហែសការរស់នៅនេះចាំតែដល់ពេលថ្ងៃស្លាប់ជួនអីពេលស្លាប់ទៅខាតបង់ទាំងអស់សម្រាប់ដុតផងក៏ថាបានក្នុងលោកនេះមនុស្សម្នាក់អ្នកណាក៏ត្រូវការលុយដែរក្នុងពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចពុំសូវល្អប្រសើរមែនក៏ប៉ុន្តែយើងកុំបន្ទោសខ្លួនឯងឲ្យសោះមិនថាយើងឬគេទេគឺដូចតែគ្នានឹងព្រោះថាការរកស៊ីមិនបានផលល្អព្រោះថាការខកបំណងខកចិត្តសឹងតែអស់ជំនឿលើវិថីជីវិតរបស់ខ្លួនដែលកំពុងរស់នៅលើភពផែនដីនេះបណ្ដាឲ្យខ្លួនធ្លាក់ទៅក្នុងសភាពបាក់ទឹកចិត្តបងប្អូនណាយមានជីវិតត្រូវតែតស៊ូបើអស់លុយយើងអាចស្ដាររកមកវិញបានខ្លះតែបើអស់ជំនឿលើទឹកចិត្តខ្លួនឯងនោះគឺពិបាកស្ដារមកវិញណាស់ការសប្បាយចិត្តគឺជាចំណុចសំខាន់របស់មនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បានមិនថាយើងជាមេគេឬកូនចៅគេនោះទេការរីករាយនិងការលើកទឹកចិត្តចំពោះអ្នកនៅក្រោមអាវ៉ាត់របស់ខ្លួនគឺជាបេះដូងរបស់សុភមង្គលនិងជាខ្យល់ដង្ហើមចេញចូលក្នុងសិរីសួស្តីគឺកើតមានចំពោះការលើកទឹកចិត្តអ្នកនៅក្រោមអាវ៉ាត់របស់ខ្លួនហើយក៏ជាកំណត់មហាសាលគឺជាទិសដៅប្រព្រឹត្តទៅតាមធម៌តាមអាវ៉ាត់របស់ព្រះពុទ្ធជាម្ចាស់តួនាទីចវាយនេះមាន5យ៉ាងគឺ 1. ចាត់ចែងការងារតាមកម្លាំងសមគួរ 2. ទំនុកបម្រុងគ្រឿងបរិភោគឧបភោគដល់កូនចៅ 3. ជួយព្យាបាលពេលដែលកូនចៅមានរោគបៀតបៀន 4. ចែករំលែកនៅរបស់ដ៏ត្រកាល 5. ឲ្យឈប់សម្រាកតាមសមគួរនៃការសម័យដូចជាបុណ្យចូលឆ្នាំឬក៏បុណ្យជាតិនានាចាំទុកណាមេល្អចាត់ទុកជាកូនចៅជាមិត្តជាគ្រួសារគឺមិនចាត់ទុកត្រឹមជាបុគ្គលិកឡើយមេល្អខ្លាចកូនចៅលិចលង់មេល្ងងខ្លាចកូនចៅចេះជាងចំពោះការងារជីវិតនេះគឺអញ្ចឹងឯងម្ដងជួបសុខម្ដងជួបទុក្ខយើងជាកូនចៅគេការរស់នៅក្រោមអាវ៉ាត់ក្នុងការគ្រប់គ្រងរបស់គេខ្លះក៏មិនសូវបានកក់ក្ដៅឡើយមេខ្លះមានចិត្តល្អការងារនោះក៏សុខទៅមេណាមានចិត្តជាមាការងារនោះក៏លំបាកវេទនាចិត្តទៅក្នុងលោកនេះមានមនុស្សតិចណាស់ដែលមានចក្ខុប្រកបដោយមេត្តាករុណាដោយអំណាចនៃចិត្តដែលមិនបានអប់រំល្អហើយចេះតែបង្កហេតុបញ្ហាសំញាំបង្គាប់បញ្ជាគុំគួនព្យាបាទ
một lư nẹt tuần soi âm pi sầm nẹt nẹt khlangปูkè nong riêng nụ lục nẹt trờiแต่មានមេត្តាចិត្តព្រមដោយខន្តីគឺសេចក្តីអត់ធន់ផងឲ្យត្រូវមានឆន្ទៈអង្គអាចក្លាហានទើបអាចកាច់បំបាក់នៅការឈឺចាប់របស់សត្វលោកនេះបានភាពនៃបុគ្គលដែលជាអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិ4យ៉ាង1ទីអ្នកការឲ្យអ្នកដឹកនាំត្រូវធ្វើអំណោយដល់អ្នកទីទាល់ក្រតូចទាបជាងខ្លួនមានភួយមុងកន្ទិលខ្នើយព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងជាដើម2ពេយវាចាអ្នកដឹកនាំត្រូវមានសម្ដីដ៏ពីរោះទៅរកប្រជានរាស្ត្រនិយាយទៅចំពោះបុគ្គលណាបុគ្គលនោះកើតការសប្បាយចិត្តរីករាយមិនថ្នាំងថ្នាក់ចិត្តជាសម្ដីប្រកបដោយការទន់ភ្លន់និយាយដោយពាក្យសច្ចៈទៀងត្រង់មិនបំភ្លើសនឹងការពិត3អដ្ឋចរិយាបំពេញប្រយោជន៍ដល់អ្នកដទៃអ្នកដឹកនាំត្រូវចេះទុកធុរៈដល់ប្រជានរាស្ត្រគ្រប់វ័យគ្រប់ឋានៈដែលមានវិបត្តិទុក្ខភ័យអាសន្នអន់ក្រណាមួយបានកើតឡើង4សមានតាជាអ្នកមិនប្រកាន់ខ្លួនរស់នៅមិនគិតពីខ្លួនឯងជាធំគឺយកខ្លួនប្រកបដោយធម៌មេត្តាករុណាមុទិតានិងឧបេក្ខាមានព្រមវិហារធម៌ទាំង4ចំពោះអាណាប្រជានរាស្ត្ររបស់ខ្លួនលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំទាំង4នេះកាលបើកើតមានចំពោះបុគ្គលណាហើយបុគ្គលនោះរមែងរុងរឿងដោយសេចក្តីសុខនិងសេចក្តីចម្រើនជាភ័យយោភាពតរៀងទៅអស់បុណ្យអស់និស្ស័យក្នុងលោកនេះយើងមិនអាចប្រកាសថាអ្វីគ្រប់យ៉ាងជាកម្មសិទ្ធិរបស់ខ្លួនឡើយលោកអ្នកមិនត្រូវសោកស្ដាយក្នុងអំពើល្អដែលយើងបានផ្ដល់ឲ្យគេក្នុងគ្រាដែលកន្លងហួសទៅហើយទេធម្មតាទីណាក៏ដូចជាទីណាដែរជីវិតគឺអញ្ចឹងឯងមានជួបមានព្រាត់រស់ព្រាត់ស្លាប់ជាធម្មតាទៅហើយដោយទឹកដែលហូរទៅហើយมันអាចហូរត្រឡប់ក្រោយវិញបានឡើយយ៉ាងណារឿងដែលយើងធ្លាប់បានជួបហើយព្រាត់ទៅវិញចាត់ទុកថាលោកអ្នកមាននិស្ស័យបុណ្យបានជួបគ្នាត្រឹមប៉ុណ្ណឹងចោះបើអស់បុណ្យអស់និស្ស័យឲ្យគេទៅចោះអហោសកម្មឲ្យគេទៅកុំចងពៀវរានឹងគ្នាអីនាំតែការទុកទេព្រះពុទ្ធជាម្ចាស់បានទ្រង់ត្រាស់សម្ដែងថាបុគ្គលជាអ្នកមិនចងពៀរស់នៅជាសុខក្នុងលោកកើតមកជាមនុស្សបើគ្មានចំណេះដឹងពូកែច្រើនមុខទេក៏ត្រូវឲ្យពូកែមួយមុខដែរការពូកែពិតអាចចិញ្ចឹមជីវិតបានមានកិត្តិយសជាប្រយោជន៍ដល់សង្គមទៀតផងក្នុងលោកនេះមានមនុស្សពូកែច្រើនណាស់ខ្លះពូកែខ្លាំងខ្លះពូកែល្មមខ្លះពូកែច្រើនមុខខ្លះទៀតពូកែយកតែមុខតែភាពខ្លាំងរបស់មនុស្សពូកែមានបញ្ញាក្នុងការគិតមានសតិក្នុងការស្ដាប់មានសតិក្នុងការនិយាយមានសតិក្នុងការឃើញមានសតិសេចក្តីព្យាយាមចំណេះដឹងក្នុងការងារដ៏ត្រឹមត្រូវទើបឈ្មោះថាមនុស្សពូកែគ្រប់មុខចាំទុកណាអ្នកណាខ្លាំងអ្នកនោះបានផលតបស្នងច្រើនអ្នកណាល្មមអ្នកនោះបានផលថយចុះមនុស្សខ្លះពិបាកនឹងទុកចិត្តទុកថ្លើមណាស់ពីព្រោះមានចិត្តមាចិត្តបាបអកុសលច្រើនពេកទើបធ្វើឲ្យមនុស្សនោះខ្វះគុណធម៌សិលធម៌នៅក្នុងខ្លួនហើយចេះតែធ្វើរឿងអាក្រក់គ្រប់យ៉ាងឲ្យបានកើតឡើងក្នុងលោកនេះគ្មានពីណាម្នាក់ល្អគ្រប់10នោះទេហើយក៏គ្មាននរណាម្នាក់ស្មោះត្រង់ដូចជាយើងស្មោះត្រង់ឲ្យខ្លួនឯងគ្រប់រឿងឡើយសូមជៀសវាងពីការគិតមិនល្អទៅលើខ្លួនឯងរឿងណាក៏ដោយបើគិតមិនបានផលអ្វីសោះសូមកុំយកចិត្តទុកដាក់អីព្រោះការគិតនេះជាមេរោគអាក្រក់ដែលកើតនៅក្នុងខួរក្បាលរបស់លោកអ្នកគ្រប់ពេលភ័យពេកក៏មិនបានប្រយោជន៍អ្វីដែរទុកឲ្យពេលវេលាជាអ្នកដោះស្រាយទៅត្រូវរៀនបើកបេះដូងនិងខួរក្បាលរបស់លោកអ្នក
មានសេចក្តីសុខស្ងប់នៅក្នុងផ្លូវចិត្តក្នុងលោកនេះកាលបើយើងធ្វើអ្វីមួយឲ្យបានប្រសើរនោះវាមិនអាចតម្រូវចិត្តរបស់មនុស្សគ្រប់គ្នាឲ្យពេញលេញបានឡើយមិនអាចមានសិទ្ធិហាមឃាត់មាត់នឹងចិត្តរបស់អ្នកដទៃមិនឲ្យនិយាយអាក្រក់គិតអាក្រក់មកលើខ្លួនទេប៉ុន្តែយើងមានសិទ្ធិរក្សាចិត្តរបស់ខ្លួនឲ្យបានល្អមិនមានគំនិតគិតឬនិយាយអាក្រក់ទៅបៀតបៀនអ្នកដទៃឲ្យគេក្តៅក្រហាយគឺរស់នៅជាសុខប្រកបដោយធម៌មានចិត្តមេត្តាអប់រំខ្ពស់ឲ្យបានល្អឈ្មោះថាការរស់នៅជាសុខការរស់នៅជាសុខនោះមិនត្រឹមតែប៉ុណ្ណេះទេយើងមិនត្រូវចាំបាច់បង្ខំឲ្យអ្នកដទៃធ្វើអ្វីតាមតម្រូវចិត្តរបស់ខ្លួនឡើយព្រោះយើងមិនអាចខ្វាចិត្តរបស់មនុស្សបានទេកុំសូវយកចិត្តទុកដាក់ជំនួសមុខជំនួសមាត់ឲ្យគេខ្លាំងពេកវាធ្វើឲ្យយើងលំបាកទេតាយើងរស់នៅឲ្យចេះកោតក្រែងចិត្តរបស់អ្នកដទៃផងទើបរស់នៅបានសុខទ្រព្យសម្បត្តិគឺជាចំណែកដ៏សំខាន់មួយដែលមនុស្សគ្រប់គ្នាត្រូវតែមានប្រចាំជីវិតការរស់នៅប្រចាំថ្ងៃនេះយើងម្នាក់សុទ្ធតែខំប្រឹងតស៊ូស្វែងរកនៅមុខរបរដើម្បីជាទ្រព្យទុកដាក់ថែរក្សានិងប្រើប្រាស់តាមសមគួរក្នុងការរស់នៅប្រចាំថ្ងៃពិតណាស់មនុស្សដែលមានទ្រព្យសម្បត្តិច្រើនចាត់ទុកថាជាអ្នកមានលៀបដ៏ឧត្តមឧត្តមបើមានចិត្តកំណាញ់ហួងហែងនៅទ្រព្យនោះមិនហ៊ានស៊ីចាយប្រើប្រាស់បរិភោគចាត់ទុកថាមនុស្សនោះជាមនុស្សខ្វះបុណ្យខ្វះសំណាងនៅក្នុងជីវិតត្បិតថាជាអ្នកមានលៀបចំពោះតែមានទ្រព្យមែនតែគ្មានសំណាងបុណ្យក្នុងការប្រើប្រាស់ឬចាយវាយនៅទ្រព្យនោះតាមសមគួរប្រចាំជីវិតឡើយព្រោះថាជីវិតយើងជីវិតគេមើលមិនឃើញទេដូច្នេះការប្រក់ប្រាស់ចាករបស់ដែលជាទីស្រឡាញ់ជាទីពេញចិត្តទាំងអស់គឺយើងមិនអាចយកអ្វីទៅតាមខ្លួនពេលដែលស្លាប់ទៅនោះឡើយ